បាទជំរាបសួរអ្នកទាំងគ្នាថ្ងៃនេះខ្ញុំមាន tip ខ្លីមួយសម្រាប់ចែកម្លែកអ្នកគ្នាពាក់ព័ន្ធជាមួយនឹងវិធីសាស្ត្រក្នុងការបូកទិន្នន័យឲ្យលឿនដោយប្រើប្រាស់ Auto Sum អត់តោះអញ្ចឹងកុំឲ្យខាតពេលយើងចូលទៅទស្សនាវីដេអូទាំងអស់គ្នាអញ្ចឹងយើងបានឈានមកដល់ផ្ទាំង worksheet របស់យើងហើយអញ្ចឹងអ្នកទាំងគ្នាប្រកាសជាឃើញហើយទិន្នន័យដោយអ្វីដែលខ្ញុំបានបង្ហាញអញ្ចឹងខ្ញុំមាន4 column អញ្ចឹង column ទី1គឺតកតងជាមួយនឹងលេខរៀង column ទី2គឺឈ្មោះ column ទី3គឺប្រាក់ខែនិង column ទី4គឺផ្សេងអញ្ចឹងដោយសារខ្ញុំចង់បូកតកតងជាមួយនឹងទិន្នន័យប្រាក់ខែនៅក្នុង column D ចាប់ពី D2 រហូតដល់ D7 អញ្ចឹងអ្នកទាំងគ្នាធ្វើការ select ទៅលើ column D8 តោះមកអ្នកទាំងគ្នាធ្វើការស្វែងរកពាក្យថា Auto Sum នៅលើ Home tab អញ្ចឹងនៅពេលដែលអ្នកទាំងគ្នាធ្វើការរកពាក្យ Auto Sum ឃើញហើយអ្នកទាំងគ្នាធ្វើការចុច enter មកអញ្ចឹងមានន័យថាវាធ្វើការបូកទិន្នន័យរបស់អ្នកទាំងអស់គ្នាចាប់ពី D2 រហូតដល់ D7 អញ្ចឹងអ្នកទាំងអស់គ្នាបានឃើញហើយមានន័យថាទិន្នន័យរបស់ខ្ញុំបានបូកហើយដោយសារប្រើប្រាស់ Auto Sum អញ្ចឹងឬក៏ម្យ៉ាងទៀតអ្នកទាំងគ្នាក៏អាចប្រើប្រាស់ shortcut key ដើម្បីធ្វើការ auto sum បានដូចគ្នាអញ្ចឹងអ្នកទាំងអស់គ្នាធ្វើការ select ទៅលើ column D8 ហ្នឹងទៅដែរតមកទៀតអ្នកទាំងអស់គ្នាប្រើ shortcut key ដែលប្រើពាក្យថា A ហើយនឹងជាមួយនឹងស្មើនៅលើ keyboard អញ្ចឹងវានឹងធ្វើការ auto sum ទិន្នន័យរបស់អ្នកទាំងអស់គ្នាដូចគ្នាអញ្ចឹងដោយអ្វីដែលអ្នកទាំងគ្នាបានឃើញហើយក៏ឃើញលទ្ធផលនៅពេលដែលយើងប្រើប្រាស់ auto sum អញ្ចឹងចំនួនទឹកប្រាក់ដែលយើងធ្វើការបូកអំបញ្ញមិញគឺចំនួន9រៀលរៀលអញ្ចឹងវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្ណេះទេហើយក៏សូមអរគុណអ្នកទាំងគ្នាដែលបានធ្វើការតាមដានវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់សូមអរគុណ